ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមុខម្ហូបរបស់នាងខ្ញុំមិនថ្មីមិនប្លែកទេចាគឺថាសម្លម្ជូរគ្រឿងក្បាលត្រីពេលដែលស្លឆ្អិនហើយគឺស្រូបញ៉ាំជាមួយនឹងនំបញ្ចុកគឺថាមានរសជាតិឆ្ងាញ់ខ្លាំងមែនតើថ្ងៃនេះគឺនាងខ្ញុំស្លម្ជូរក្បាលត្រីកែហើយចំពោះសម្លម្ជូររបស់នាងខ្ញុំថ្ងៃនេះគឺអត់បោះគ្រឿងទេចាគឺស្លបែបសុំរៀងលហន់បញ្ញាប់ញ៉ាំអញ្ចឹងណាបងប្អូនចាឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំស្លម្ជូរក្បាលត្រីរបស់នាងខ្ញុំមានដូចជាគល់ស្លឹករៃរមៀតរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមមានប្រហុកហើយក៏មានជាមួយនឹងម្ទេសឆ្អើរចិញ្ច្រាំម៉ត់ហើយចំពោះសម្លម្ជូរក្បាលត្រីរបស់នាងខ្ញុំគឺមានដាក់តកួនមួយចាហើយក៏មានជាមួយនឹងក្បាលខ្ទិះដូងឥឡូវនេះនាងខ្ញុំចាប់ផ្ដើមរំលីងខ្ទឹមសខ្ទឹមក្រហមឲ្យបានឈ្ងុយជាមុនសិនបន្ទាប់ពីរំលីងខ្ទឹមសខ្ទឹមក្រហមបានឈ្ងុយហើយក៏ដាក់ម្ទេសឆ្អើរចូលទៅរំលីងឲ្យឡើងពណ៌ក្រហមល្អចាបន្ទាប់ពីរំលីងម្ទេសឆ្អើររួចរាល់ហើយក៏ដាក់គល់ស្លឹករៃរំដេងស្លឹកក្រូចសើចចាខ្ទឹមសខ្ទឹមក្រហមដាក់ចូលទៅរំលីងឲ្យបានឡើងឈ្ងុយហើយបន្ទាប់ពីឡើងឈ្ងុយល្អហើយក៏ដាក់ប្រហុកចូលទៅរំលីងតាមក្រោយចំពោះសម្លម្ជូរក្បាលត្រីរបស់នាងខ្ញុំថ្ងៃនេះគឺនាងខ្ញុំស្លម្ជូរក្បាលត្រីបង់ជាមួយនឹងស្លឹកម្កាក់ចាបន្ទាប់ពីបានដាក់ក្បាលត្រីចូលទៅរួចរាល់ហើយក៏បន្ថែមគ្រឿងផ្សំរសជាតិចាមានដូចជាស្ករអំបិលប៊ីចេងហើយនិងម្សៅស៊ុបចាដាក់ចូលទៅតែម្ដងហើយក៏បន្ថែមជាមួយនឹងស្លឹកម្កាក់ចូលទៅតែម្ដងបន្ទាប់ពីបានដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយគឺនាងខ្ញុំកូរច្របល់ឲ្យបានសព្វចាបន្ទាប់ពីច្របល់បានសព្វហើយក៏នាងខ្ញុំចាក់ទឹកខ្ទិះដូងចាដែលខ្ទិះទី2ហ្នឹងគឺយើងចាក់ចូលទៅស្ងោរក្បាលត្រីយើងឲ្យបានឆ្អិនល្អចំពោះសម្លម្ជូរក្បាលត្រីនេះគឺអត់យូរទេបងប្អូនតែមួយផ្លែតបានញ៉ាំហើយពិសេសទៀតនោះពេលដែលអត់បុកគ្រឿងបែបនេះគឺកាន់តែឆាប់បានញ៉ាំហើយបើសិនជាអត់បុកគ្រឿងបែបនេះបងប្អូនប្រកាសជាឆ្ងល់ទេឆ្ងាញ់ហ៎ចាប្រកាសជាឆ្ងាញ់ហើយចាពីព្រោះអីគ្រឿងផ្សំគឺយើងសុទ្ធតែបានរំលីងចាពេលដែលយើងបានរំលីងបែបនេះគឺថាឈ្ងុយចាឈ្ងុយអញ្ចឹងរវាងថាគល់ស្លឹករៃបុកឬក៏មិនបានបុកគឺរសជាតិឆ្ងាញ់ដូចតែគ្នាទេចាឥឡូវនេះសម្លម្ជូរក្បាលត្រីរបស់នាងខ្ញុំគឺឆ្អិនរួចរាល់ហើយចាបន្ទាប់ពីភ្លក់ទៅមានរសជាតិជូរប្រៃល្មមហើយបង់តកួនចូលគឺតែមួយរំពុះគឺបានហើយចាគឺទុកឲ្យខៀវបែបនេះគឺថាទំនងឆ្ងាញ់មែនតើបងប្អូនដែលគាត់តាមដានវីដេអូរបស់នាងខ្ញុំបងប្អូនប្រកាសជាឆ្ងល់ដែរថាហេតុអីក៏ចៅកន្ធាននឹងអាសាធ្វើសម្លម្ជូរគ្រឿងហើយឲ្យតែថាចៅកន្ធានស្លម្ជូរគ្រឿងគឺអត់ដែរចៅជាមួយនឹងនំបញ្ចុកទេត្រូវហីចាមូលហេតុដែរឧស្សាហ៍ស្លម្ជូរគ្រឿងគឺមកពីចូលចិត្តហើយពេលដែលស្លម្ជូរគ្រឿងมันអាចបំភ្លេចបានគឺនំបញ្ចុកនឹងឯងចាពេលដែលយកទឹកសម្លម្ជូរគ្រឿងស្រូបជាមួយនឹងនំបញ្ចុកគឺមានរសជាតិឆ្ងាញ់អញ្ចឹងបើសិនបើជាបងប្អូនដែលមិនធ្លាប់យកទឹកសម្លម្ជូរគ្រឿងស្រូបជាមួយនឹងនំបញ្ចុកទេចាបន្ទាប់ពីឃើញវីដេអូបង្ហាញរបស់នាងខ្ញុំបងប្អូនអាចសាកល្បងតាមនាងខ្ញុំបានហើយឥឡូវនេះវគ្គឆ្ងាញ់ក៏ដល់វគ្គឆ្ងាញ់ហើយវគ្គបញ្ចប់ក៏បានមកដល់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនបើជាបងប្អូនពេញចិត្តការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំចានាងខ្ញុំសុគន្ធាអរគុណច្រើនបាយបាយ